Ok ជំហានដំបូងយើងចូលទៅក្នុង App Store ផងយើងបើសិនជាយើងប្រើ Android តែបើសិនជា iOS យើងចូលក្នុង App Store ហើយយើងវាយពាក្យថាSet Tracker 2ណាវាយពាក្យថា Set Tracker 2នេះគឺជា app សម្រាប់ឲ្យយើង connect ទៅនាឡិកាយើងហ្នឹងapp នេះខ្ញុំបាន download ហើយតែបើយើងអត់ download យើងវាយចឹងមកហើយវាចេញពាក្យថា install យើង install មកនេះដោយសារខ្ញុំ install ហើយចឹងខ្ញុំចុចយក open តែម្ដងសម្រាប់នៅកន្លែងនេះបងប្អូនអត់មាន account សម្រាប់ login បងប្អូនចុចទៅពាក្យថា sign up កន្លែងនេះទាមទារឲ្យបងប្អូនមាននៅ account Gmail មួយដើម្បីយើង sign up account សម្រាប់ app នឹង connect ទៅនាឡិកាអញ្ចឹងយើងវាយមកវាយ email យើងកន្លែងហ្នឹងមកណាកន្លែងឆូតពណ៌បៃតងនេះខ្ញុំឆូតហ្នឹងវាយមក email យើងបញ្ចូល email ផងយើងកន្លែងហ្នឹងហើយកន្លងបន្ទាប់នេះគឺជាកន្លងដែលយើងវាយលេខកូដតែវាឲ្យលេខកូដមកយើងហ្នឹងយើងវាយទៅតាមលេខកូដដែលវាឲ្យមកមាន FF to XW តែបងប្អូនចេញពាក្យផ្សេងចេញអក្សរផ្សេងអញ្ចឹងវាយតាមហ្នឹងទៅហើយកន្លងទី3នេះគឺ password បងប្អូនដាក់អីក៏បានដែរកន្លែង password ហ្នឹងឲ្យតែចាំណាចាំសម្រាប់យើង log in នៅពេលដែលយើង sign up បានជោគជ័យអូខេហើយយើងដាក់ password ហើយបន្ទាប់ពីបងប្អូនដាក់ password ហើយចោលពាក្យថា confirm ណាបន្ទាប់មកនៅកន្លែងនេះវាឲ្យយើង log in យើងវាយ email ផងយើងហើយនឹង password មកហើយយើង log in ចូលក្នុង app នឹងបានហើយអូខេមកដល់កន្លែងនេះវាឲ្យយើង connect ទៅ QR code នៅនាឡិកាណាអញ្ចឹងយើងនៅក្នុងនាឡិកាយើងអូសទៅកន្លែង device info ហ្នឹងចុចយកនៅខាងក្រោមណាពេលនោះវាបញ្ចេញQR code មកវា scan auto ចូលក្នុង app ហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងយើងបំពេញបន្ថែមទៀតមកយើង add នាឡិកាយើងចូលក្នុង app អញ្ចឹងគេដាក់ឈ្មោះមកឈ្មោះអាចឈ្មោះថាឈ្មោះប៉ាប៉ាឬក៏ឈ្មោះអីក៏បានដែរហើយនេះយើងដាក់ចាជាអីគេជា dad ឬក៏ជា mom អីចឹងទៅអានោះតែយើងនៅកន្លែងចំណុចកន្លែងហ្នឹងណាហើយចុច OK បន្ទាប់មកយើង log in ទៅចូល app ហ្នឹងម្ដងទៀតមកដល់នៅក្នុង app ណាហើយអញ្ចឹងមានន័យថាការ connect ផងយើងនឹងបានជោគជ័យហើយអញ្ចឹងយើងចូល app ហ្នឹងបានអញ្ចឹងក្នុង app ហ្នឹងគឺមានfunction មួយចំនួនដែលយើងអាចប្រើប្រាស់បាននៅក្នុងហ្នឹងសម្រាប់មុខងារមួយនេះគឺ play sound on device នេះមានន័យថាយើងចុចលើអាហ្នឹងហើយយើងអាច play ឲ្យនាឡិកានេះរੂមានន័យថានាឡិកាយើងឧទាហរណ៍ថានាឡិកាយើងអត់ដឹងថានៅណាទេយើងចុចអាហ្នឹងទៅនាឡិកាហ្នឹងលើរੂឬសំឡេងតាមយើងបណ្ណាយើងបញ្ជាតាមរយៈ app ឬទូរស័ព្ទដៃយើងដើម្បីឲ្យនាឡិកាហ្នឹងរੂហើយសម្រាប់ function មួយនេះវិញគឺ SOS number ហ្នឹងគឺយើងអាច add រហូតទៅបាន3លេខទូរស័ព្ទដាក់មកលេខដែលយើងចង់ add core device នេះគឺយើងអាច core device នេះគឺយើងបញ្ចូលនៅលេខទូរស័ព្ទដែលយើងដាក់នៅក្នុងនាឡិកាហ្នឹងSIM នាឡិកាដែលយើងដាក់ក្នុងហ្នឹងលេខបានយើងបញ្ចូលលេខប៉ុណ្ណឹងចូលនៅក្នុងហ្នឹងទៅហើយសម្រាប់កន្លែង contact នេះគឺជាកន្លែង save លេខទូរស័ព្ទអញ្ចឹងយើងអាច save លេខទូរស័ព្ទបានច្រើននៅក្នុងហ្នឹងយើងអាច save ដូចទូរស័ព្ទយើងធម្មតាអញ្ចឹងណាយើងអាចដាក់ save ទៅដាក់ថាលេខប៉ាលេខម៉ាក់អីចឹងទៅហើយនៅពេលដែលនៅលើនាឡិកាយើងគឺវាជាប់នៅលើនាឡិកាយើងនៅពេលដែលយើងចង់ call យើងចូលទៅក្នុងphone book នៃនាឡិកាផងយើងទៅហើយយើងរើសឈ្មោះដែលយើងចង់ call ទៅបញ្ជាក់កន្លែងហ្នឹងនៅក្នុងនាឡិកាយើងអាច save បានគឺយើង save ពី app លើទូរស័ព្ទដៃយើងហ្នឹងទៅនាឡិកាហើយកន្លែង chat នេះគឺយើងអាចធ្វើការ chat ពីទូរស័ព្ទដៃយើងហ្នឹងទៅនាឡិកាបានអូខេវីដេអូយើងមានប៉ុណ្ណឹងឯងហើយកុំភ្លេច subscribe channel YouTube របស់ហាង KL Online Shop ម្នាក់មួយផងបាទសូមអរគុណ